ទូលបង្គំតាំងចិត្តលៀងសពស្រីម្នាក់នេះក្រោមកតបកិច្ចដែលគេមានចំពោះអល់ឡោះដ៏អស្ចារ្យអាជីពលៀងសពរាប់បានជាអាជីពមានកិត្តិយសក្នុងនាមព្រះអល់ឡោះនិងព្រះសាសនាក្នុងនាមព្រះអល់ឡោះនិងព្រះសាសនានាងស៊ីទីអេឡាមកទទួលហើយម៉េចក៏លេឡាកាន់ឆាត់មកអញ្ចឹងអ្នកនាងគួរដឹងអ្នកនាងតើរីលេឡាក៏ដូចជាម្ដាយគេដែរគេមើលប្រភ្នូលដឹងជាមុនខ្ញុំក៏ជួយម៉ែធ្វើពិធីលៀងសពតាំងពីតូចហេតុអីខ្ញុំមិនអាចជ្រើសរើសធ្វើបែបផ្សេងម៉ាខ្ញុំគិតថាអាចទៅរួចទេដែលពួកគេត្រូវអំពើទើបទៅជាបែបនេះវាមិនមែនជារឿងចៃដន្យទេរីហ្វលោកបន្លាខ្ញុំឃើញក្នុងសពគ្រប់គ្នារីហ្វខ្ញុំឃើញច្បាស់ណាស់គ្មានព្រះអង្គណាក្រៅពីអល់ឡោះទេគ្មានព្រះអង្គណាក្រៅពីអល់ឡោះទេឆាប់ចេញពីភូមិនេះទៅគ្មានព្រះអង្គណាក្រៅពីអល់ឡោះទេរឿងអ្នកលៀងសព